ពាក្យចាស់របស់បុព្វបុរសខ្មែរបានផ្ដាំកូនចៅថាសៀមមិនចោលក្បួនយួនមិនចោលពុតនេះជាការពិតស្ដែងឲ្យឃើញដោយសារតែថៃនេះធ្លាប់បិទច្រកព្រំដែនរវាងកម្ពុជាថៃនៅក្នុងឆ្នាំ1956នេះខ្ញុំបានដកស្រង់ឯកសារចេញពីសៀវភៅប្រវត្តិសាស្ត្រដែលសៀវភៅនោះគឺមានចំណងជើងថាសង្គ្រាមនិងសន្តិភាពកម្ពុជាគឺនៅចន្លោះទំព័រទី125ដល់ទី132ខ្លឹមសារប្រវត្តិសាស្ត្របានកត់ត្រាថានៅឆ្នាំ1956រដ្ឋាភិបាលថៃបានបិទច្រកព្រំដែនរវាងកម្ពុជាថៃរួមជាមួយនឹងវៀតណាមខាងត្បូងថៃបានធ្វើនយោបាយសេដ្ឋកិច្ចគៀបសង្កត់កម្ពុជានៅតាមព្រំប្រទល់កម្ពុជាថៃបានកើតមានឡើងវិធុងសនាផ្សេងបង្កដោយពួកយោធាថៃត្រង់នេះនាងខ្ញុំសូមបើកវងកញ្ចក់ជម្រាបជូនលោកស្រីឲ្យបានជ្រាបពាក្យខ្មែររបស់យើងវិធុងសនាគឺជាភាសាដែលគេប្រើនៅក្នុងពេលសង្គ្រាមចាភាសាសង្គ្រាមណាអញ្ចឹងវិធុងសនានេះគឺបានន័យថាការសម្ងាត់ការកម្ចាត់បង់ការកំចោលរោគចាការរំលំរំលាយការបំផ្លិចបំផ្លាញអំពើបំបះបំបោរដើម្បីរំលំរំលើងរបបគ្រប់គ្រងរដ្ឋចាអញ្ចឹងដោយសារពាក្យហ្នឹងវាមានអត្ថន័យខ្លឹមសារហ្នឹងវាច្រើនវិធុងសនាតែមួយម៉ាត់ហ្នឹងដល់ពេលបើសិនជាគេសម្រាយអត្ថន័យរបស់វាមកហ្នឹងវាច្រើនវាញ៉ៃញ៉ៃពេកអញ្ចឹងហើយក៏គេប្រើពាក្យខ្លឹមហ្នឹងតែម្ដងទៅចាគឺវិធុងសនាអញ្ចឹងខ្ញុំសូមអានបន្តទៀតចាដោយប្រវត្តិសាស្ត្រតាក់ទងទៅនឹងការបិទច្រកព្រំដែនរវាងកម្ពុជាថៃបានកត់ត្រាបន្ថែមទៀតថាចាបន្ទាប់ពីពួកយោធានៅព្រំប្រទល់កម្ពុជាថៃហ្នឹងបានកើតមានវិធុងសនាផ្សេងបង្កដោយពួកយោធាថៃហើយពី3ខែក្រោយមកសភាពការបានស្ងប់ស្ងាត់ឡើងវិញរដ្ឋាភិបាលថៃបានធ្វើសេចក្តីថ្លែងការណ៍ដើម្បីចាប់ផ្ដើមធ្វើការចរចាជាមួយភ្នំពេញស្ដីអំពីបញ្ហាព្រំប្រទល់រីឯភាគីកម្ពុជាវិញថ្វីបើនៅឆ្នាំ1956ថៃបានគៀបសង្កត់ដោយធ្វើឲ្យចលនាតាមព្រំដែនយ៉ាងណាក្តីក៏ថៃមិនអាចធ្វើឲ្យកម្ពុជាប្រែប្រួលពីទិសដៅនយោបាយអព្យាក្រឹតរបស់ខ្លួនបានឡើយនៅឆ្នាំ1957ទំនាក់ទំនងកម្ពុជាជាមួយសហភាពសូវៀតនិងចិនកាន់តែមានសភាពប្រសើរឡើងព្រឹត្តិការណ៍នេះដូចជាយកខ្លាញ់ទៅពន្លត់ភ្លើងដូចនេះឯងនៅក្នុងទំនាស់រវាងថៃកម្ពុជាថៃបានគ្រប់គ្រងយ៉ាងពេញទំហឹងនៅចលនាខ្មែរប្រឆាំងនឹងសម្ដេចនរោត្តមសីហនុនាពាក់កណ្ដាលឆ្នាំ1958រដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងរកដំណោះស្រាយបញ្ហាបានធ្វើសំណើទៅថៃដើម្បីចាប់ផ្ដើមធ្វើការចរចាមួយដោយឥតលក្ខខណ្ឌភាពយន្តខ្នាតធំរឿងឈាមស្រែកស្បែកហៅនឹងចាក់បញ្ចាំងនៅពេលឆាប់គ្រប់រោងកុនទាំងអស់នៅក្នុងប្រទេសកម្ពុជាដោយសង្ខេបនាងខ្ញុំសូមសរុបនៅកន្លែងដែលថាចាថៃគឺវាកាន់តែខឹងសម្បានឹងកម្ពុជាខ្លាំងឡើងនៅពេលដែលកម្ពុជាបានចុះហត្ថលេខាជាមួយហាណូយស្ដីអំពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរថៃបានបិទច្រកព្រំដែននឹងកម្ពុជាទាំងអស់បានប្រកាសភាពអាសន្ននៅតាមព្រំប្រទល់និងបានដាក់កងទ័ពជាច្រើននៅទីនោះសម្ដេចនរោត្តមសីហនុបានផ្ដាច់ទំនាក់ទំនងការទូតជាមួយថៃចានេះខ្ញុំសូមអានសង្ខេបដោយប៉ុណ្ណឹងចាបងប្អូននេះដោយពាក្យបុព្វបុរសដូនតាខ្មែរយើងបានផ្ដាំឲ្យកូនចៅយើងចងចាំទុកថាសៀមមិនចោលក្បួនយួនមិនចោលពុតកាលពីមុនធ្លាប់មានប្រវត្តិសាស្ត្របិទច្រកព្រំដែនកម្ពុជាចាដើម្បីគៀបសង្កត់ទៅលើផ្លូវសេដ្ឋកិច្ចរបស់ជាតិខ្មែរយើងធ្វើបាបជាតិខ្មែរយើងឥឡូវចូលអាក្បួនចាស់ដដែលធ្លាប់ធ្វើកាលពីឆ្នាំ1956ឥឡូវ2025ហើយចង់ធ្វើអាក្បួនដដែលនឹងទៀតយីអាចចោលសៀមពេលដែលខ្ញុំអានប្រវត្តិសាស្ត្របដាខ្ញុំស្លាយរូបទាំងអស់នេះបណ្ដានេះខ្ញុំមិនមែនប្រម៉ូទរឿងថៃទេខ្ញុំចង់ឲ្យលោកស្រីប្រិយមិត្តទស្សនិកជនដែលជាឈាមជ័រខ្មែរយើងនឹងបានឃើញថាពួកអាសត្វចោលថៃអស់នេះវាតែងតែយកប្រាសាទរបស់ខ្មែរយើងប្រាសាទអង្គរវត្តយកទៅដាក់ធ្វើ background លើចំណងជើងខ្សែភាពយន្តរបស់វាលើចំណងជើងរឿងភាគរឿងដុំរឿងកុនរបស់ពួកវាហ្នឹងគឺវាខំបំភ្លៃក្រឡៃប្រវត្តិសាស្ត្រឲ្យវាចង់របៀបថាបញ្ជ្រាបភាពដោយថាអាត្មានិយមភាពលោភលន់ភាពជាចោររបស់វាហ្នឹងទៅកាន់ខួរក្បាលរបស់ក្មេងៗថៃជំនាន់ក្រោយហ្នឹងឲ្យមើលឃើញថាប្រាសាទហ្នឹងរបស់វាប្រាសាទហ្នឹងរបស់វាចង់ឲ្យក្មេងៗអស់ហ្នឹងគិតថាជារបស់វាហើយនឹងប្រើមធ្យោបាយប្រើពុទ្ធបុត្រដើម្បីដណ្ដើមយកមកវិញ
ចាអានេះនៃខ្លឹមសារដែលវាប្រកបនឹងឯង